ប្រាសាទព្រះគោប្រាសាទព្រះគោគឺមានចម្ងាយប្រមាណជា13គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបកសាងនៅចំទីធ្លានៃរាជធានីហរិហរាល័យនាសម័យបុរាណដែលសពថ្ងៃនេះប្រាសាទនេះត្រូវស្ថិតនៅក្នុងភូមិអឡោកឃុំបាគងស្រុកបាគងខេត្តសៀមរាបតាមសិលាចារឹកប្រាសាទនេះមានឈ្មោះហៅថាស្រីបរមេស្វរៈកសាងដោយព្រះបាទឥន្ទ្រវរ្ម័នទី1ចន្លោះឆ្នាំគ្រិស្តសករាជ877ដល់889នៅក្នុងទំហំដីប្រមាណជា500ម៉ែត្រគុណនឹង400ម៉ែត្រដើម្បីឧទ្ទិសដល់ព្រលឹងបុព្វបុរសដែលបានចាប់កំណើតនៅឯឋានសួគ៌ឬឋានព្រះឥសូរដែលគង់នៅភ្នំកៃឡាសព្រះបាទឥន្ទ្រវរ្ម័នទី1បានធ្វើពិធីសម្ពោធឆ្លងប្រាសាទនេះនៅថ្ងៃទី25ខែមករាឆ្នាំ880នៃគ្រិស្តសករាជដើម្បីឲ្យមានប្រាសាទទិព្វមានព្រះបរមីស័ក្តិសិទ្ធិផុសឡើងចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គនៅលើគ្រឹះមានប្រាង្គចំនួន6ប្រាង្គ3ខាងមុខឧទ្ទិសដល់បុព្វការីជនភេទប្រុសដែលកាលពីមុននៅក្នុងប្រាង្គទាំង3នេះគឺមានតម្កល់បដិមាភេទប្រុសរីឯប្រាង្គ3ខាងក្រោយសម្រាប់ឧទ្ទិសដល់បុព្វការីភេទស្រីបើសិនជាយើងពិពណ៌នាអំពីមុខងារនៃប្រាង្គនីមួយៗគឺប្រាង្គកណ្ដាលខាងមុខតម្កល់ទេវរូបឈ្មោះស្រីបរមេស្វរៈសម្រាប់ឧទ្ទិសដល់ព្រះបាទជ័យវរ្ម័នទី2ដែលជាបុព្វបុរសរបស់ព្រះអង្គហើយនៅពីខាងក្រោយប្រាង្គនេះគឺសម្រាប់ឧទ្ទិសដល់ព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី2ដែលមានព្រះនាមថាស្រីធរណន្ទ្រទេវីចំណែកប្រាង្គខាងមុខដដែលផ្នែកខាងជើងសម្រាប់ឧទ្ទិសដល់ព្រះអាយកោព្រះនាមស្រីរុទ្រេស្វរៈនិងផ្នែកខាងក្រោយប្រហែលជាឧទ្ទិសដល់ព្រះអាយកាព្រះនាមស្រីរាជេន្ទ្រទេវីចំណែកប្រាង្គផ្នែកខាងមុខដែលស្ថិតនៅផ្នែកខាងត្បូងសម្រាប់ឧទ្ទិសដល់ព្រះបិតារបស់ព្រះអង្គដែលមានព្រះនាមថាស្រីព្រឹទ្ធិវិន្ទ្រេស្វរៈចំណែកឯខាងក្រោយឧទ្ទិសដល់ព្រះមាតាព្រះនាមស្រីព្រឹទ្ធិវិន្ទ្រទេវី